Đây là đọc ní và cùng một cam vị thi podcast Talk with Salita. Chẳng ngày nâng đá cứ nhôm miên sạch rương muối bẹ bọn cho mùi nâng bong prom mà nè. Đại quạt bàn chụp hết ca mũi đo chầm lại khăn mền tên. Ở vậy đây sầm khăn nâng cứ quạt bàn chụp hết ca nút nơi không phát tia đại quạt cầm bông tại sẵn nơi roa thân ngay tay mà đồn. Hai phát đại quạt nơi nút cứ thật nơi cần đào krong Phnom Penh. Hai quạt roa thân ngay cứ chia ní sạch năm tỷ 4 nơi không sẽ coi về chia lại mà cả lại chấn cũng ở chăm dú cho videoទាំងអស់គ្នាចឹងបងប្រុសដែលគាត់បានចែករំលែកមកខ្ញុំនឹងគឺមានឈ្មោះថាបងប្រុសសិលាអញ្ចឹងបងសិលាសប្តាហ៍ថ្ងៃគឺគាត់ស្នាក់នៅបន្ទប់ជួលតែម្នាក់ឯងប៉ុណ្ណោះហើយបន្ទប់ជួលដែលគាត់ស្នាក់នៅនឹងគឺជាន់ទី4ចំពោះបរិយាកាសបន្ទប់របស់គាត់វិញគឺមានសភាពស្ងប់ស្ងាត់ល្មមសម្រាប់ឲ្យសិស្សនិស្សិតដែលគាត់បន្តការសិក្សានៅភ្នំពេញគឺស្នាក់នៅសមរម្យអញ្ចឹងណាគឺស្ងាត់ហើយយើងងាយស្រួលក្នុងការរៀនសូត្រអ្វីដែលសំខាន់ហ្នឹងបន្ទប់របស់គាត់ហ្នឹងគឺមានបង្អួចមួយដែលបែរទៅខាងក្រោយចំពោះក្រោយផ្ទះដែលគាត់ជួលនឹងគឺមានជាមួយនឹងដើមឈើមួយដែលអាចនិយាយបានថាជាប្រភេទដើមពោនឹងគឺធំខ្លាំងមែនតើគឺបែរចំជាមួយនឹងបង្អួចដែលគាត់ស្នាក់នៅរាល់ថ្ងៃតែម្ដងហូតដល់មានពេលមួយនៅពេលដែលបងសិលាកំពុងតែធ្វើកិច្ចការសាលានៅក្បែរបង្អួចគាត់ដោយសពមួយដងគាត់កំពុងតែវាយកុំព្យូទ័រវាយសុកស្រាប់តែមេឃធ្លាក់ភ្លៀងខ្លាំងអញ្ចឹងបងសិលាក៏បានស្ទុះទៅបិទបង្អួចដើម្បីកុំឲ្យទឹកភ្លៀងសាច់មកចូលក្នុងកុំព្យូទ័ររបស់គាត់អញ្ចឹងនៅពេលដែលគាត់បិទបង្អួចហើយគាត់ក៏បានមកធ្វើកិច្ចការសាលារបស់គាត់ធម្មតាទៅអញ្ចឹងធ្វើប្រហែលជាបាន5នាទីគាត់ចាប់ផ្ដើមឮសំឡេងក្រោកនៅក្បែរបង្អួចរបស់គាត់អញ្ចឹងបងសិលាក៏បានងាកទៅមើលបង្អួចគាត់អត់មានឃើញអីទេគាត់ឃើញតែស្រមោលមួយដែលជាប្រភេទស្រមោលហ្នឹងគឺដូចមេឃឈើអញ្ចឹងដោយសារតែក្បែរបង្អួចរបស់គាត់គឺមានដើមពោអញ្ចឹងគាត់គិតថាប្រហែលជាមេឃភ្លៀងធ្លាក់ខ្យល់អញ្ចឹងដើមឈើគឺរេចុះរេឡើងហើយប៉ះទៅបង្អួចរបស់គាត់អញ្ចឹងណាអញ្ចឹងបងសិលាក៏បន្តការធ្វើកិច្ចការសាលារបស់គាត់ហើយគាត់អត់ខ្វល់ទៅស្រាប់តែមួយសន្ទុះក្រោយមកនៅពេលដែលបងសិលាកំពុងតែវាយកុំព្យូទ័រហ្នឹងគាត់សំឡេងដែលបានឮក្រោកដូចជាមានដើមឈើប៉ះជាមួយនឹងប្អួចហ្នឹងណាគឺប្រែទៅជាសំឡេងដុកដូចមានអ្នកណាយកអ្វីមកដំជាមួយនឹងបង្អួចគាត់អញ្ចឹងបងសិលាក៏បានងាកទៅមើលស្រាប់តែគាត់ឃើញស្រមោលរបស់មនុស្សគឺក្បាលរបស់មនុស្សហ្មងណាតើគ្នាគឺយកក្បាលហ្នឹងមកបោកនៅប្អួចបងសិលាគាត់ស្លន់គាត់គិតថាប្អួចហ្នឹងអត់មានជាមួយនឹងវេរងដាទេតើអត់មានអ្នកណាគេអាចឈរដល់ជាន់ដែលគាត់កំពុងតែនៅបានដោយសារតែជាន់គាត់នៅហ្នឹងគឺជាន់ទី4ណាអញ្ចឹងគឺវាខ្ពស់មែនតើហត់មានវេរងដាឈរទេអញ្ចឹងពេលហ្នឹងគាត់ភ័យគាត់ក៏បានដើរទៅប្អួចហើយយកជាមួយនឹងកណាត់ជូតដោយសារតែមេឃភ្លៀងគឺវាសាអាប់កញ្ចក់អីអញ្ចឹងនៅពេលដែលគាត់ជូតណាស្រាប់តែគាត់ឃើញមនុស្សស្រីម្នាក់ហ្នឹងអ្នកនរគ្នាអើយគឺខ្ពស់ដូចប្រែតអញ្ចឹងគឺឈរពីប្រវែងក្រោមរហូតដល់ចំទី4ហ្នឹងគឺឈរបោកក្បាលនៅប្អួចមុំអញ្ចឹងពេលហ្នឹងបងសិលាគាត់ភ័យញ័រដៃញ័រជើងគាត់ញីភ្នែកផងគាត់ស្រែកគាត់លើថាដួលហ្មងអ្នកនរគ្នាដោយសារតែគាត់ឃើញស្រស់ខ្លាំងពេកដោយសារតែគាត់ត្រូវបានព្រលឹងខ្មោចម្នាក់ស្រីហ្នឹងគឺលងសាហាវពេកគាត់ក៏សម្រេចចិត្តរត់ចោលបន្ទប់របស់គាត់ចុះទៅខាងក្រោមហើយអត់យកអីទៅទាំងអស់សូម្បីតែទូរស័ព្ទ laptop កុំព្យូទ័រដែលគាត់មានក្នុងបន្ទប់ហ្នឹងគឺគាត់ទុកចោលគាត់ចុះទៅតែខ្លួនទេហ្នឹងគាត់ក៏បានអង្គុយនៅក្រោមហ្នឹងរហូតដល់ភ្លឺអង្គុយនៅក្រោមកន្លែងផ្ទះជួលហ្នឹងដោយសារផ្ទះជួលក្រោមហ្នឹងគឺមានកន្លែងអង្គុយចឹងទៅចឹងនៅពេលដែលគាត់អង្គុយរហូតដល់ភ្លឺហ្នឹងស្រាប់តែគាត់បានឃើញជាមួយនឹងប៉ូលីសមកផ្ទះគាត់អ្នកទាំងគ្នាផ្ទះដែលមានកម្ពស់4ជាន់ហ្នឹងដោយសារតែគ្រប់បន្ទប់ហ្នឹងគឺមានមនុស្សនៅអញ្ចឹងបងសិលាគាត់ថាប្រហែលជាមានរឿងអីស្រាប់តែគាត់បានឮតំណងពីប៉ូលីសដែលទៅជាន់ទី2ហ្នឹងថាមានមនុស្សស្រីក្នុងបន្ទប់ជាន់ទី2បន្ទប់លេខប៉ុណ្ណេះអញ្ចឹងទៅគាត់បានធ្វើអត្តឃាតស្លាប់តាមការសង្កេតសាកសពគឺស្លាប់រយៈពេល2ទៅ3ថ្ងៃអ្នកទាំងគ្នាគឺអត់មានអ្នកគេដឹងទេរហូតដល់មានជាមួយពួកម៉ាក់គាត់មកហៅទៅទើបដឹងថាពួកម៉ាក់ខ្លួនឯងស្លាប់ដោយសារចងកអញ្ចឹងទៅចង់បងសិលាគាត់អាចសន្មតបានថាអ្នកដែលបានស្លាប់2 3ថ្ងៃហ្នឹងគឺបានមកលងគាត់កាលពីយប់មិញហ្នឹងអញ្ចឹងគាត់បានប្រាប់រឿងហ្នឹងទៅកាន់ម្ចាស់ផ្ទះជួលហើយម្ចាស់ផ្ទះជួលក៏របៀបថាជឿបងសិលាគឺអត់មែនអត់ជឿទេហើយគាត់ក៏បាននិមន្តព្រះសង្ឃដើម្បីមកសូត្រធម៌ដើម្បីឲ្យប្រឡងអ្នកដែលគាត់បានសម្លាប់ខ្លួនក្នុងផ្ទះជួលហ្នឹងទៅកាន់សុគតិភពហ្នឹងទៅ